ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកលោក Donald Trump និយាយថាលោកពូទីនបានឈ្នះទឹកដីនៅអ៊ុយក្រែនគាត់នឹងយកអ្វីមួយ Did you get any sense from Putin that he would be willing or open to the idea of ending this war without taking significant property from Ukraine? Well, he's going to take something. I mean, they fought and he... ប្រភពពី Q Independent ថ្ងៃទី21 ខែតុលាឆ្នាំ2025 ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានឈ្នះទ្រព្យសម្បត្តិជាក់លាក់អំឡុងពេលនៃការឈ្លានពានទ្រង់ទ្រីធំលើអ៊ុយក្រែនហើយគួរតែត្រូវបានគេរំពឹងថានឹងយកទឹកដីអ៊ុយក្រែនជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពនេះជាការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃទី19 ខែតុលាបទសម្ភាសន៍នេះត្រូវបានថតទុកប៉ុន្មានថ្ងៃមុនបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយលោកពូទីនកាលពីថ្ងៃទី16 ខែតុលាការហៅទូរស័ព្ទនេះធ្វើឡើងមុនកិច្ចប្រជុំរបស់លោកត្រាំនៅឯសេតវិមានជាមួយប្រធានាធិបតី Volodymyr Zelensky ដែលជាកិច្ចពិភាក្សាដែលបានបញ្ចប់ដោយការខកចិត្តសម្រាប់គណៈប្រតិភូអ៊ុយក្រែនដោយគ្មានការសន្យាណាមួយអំពីមីស៊ីល Tomahawk ឡើយមុនពេលការហៅទូរស័ព្ទជាមួយលោកពូទីនលោកត្រាំធ្លាប់បានប្រើសម្លេងតានតឹងជាងនេះជាមួយរុស្ស៊ីនៅក្នុងការអត្ថាធិប្បាយជាសាធារណៈប៉ុន្តែនៅក្នុងមតិយោបល់ទៅកាន់ពិធីការនី Fox News គឺលោកស្រី Maria Bartiromo ដែលបានសួរថាតើលោកពូទីននឹងទទួលយកកិច្ចព្រមព្រៀងសន្តិភាពដោយគ្មានការយល់ព្រមបោះបង់ទឹកដីឬយ៉ាងណានោះលោកត្រាំមានភាពប្រងើយកន្តើយអំពីការបាត់បង់ទឹកដីអ៊ុយក្រែនលោកត្រាំបាននិយាយថាពួកគាត់នឹងយកអ្វីមួយខ្ញុំមានន័យថាពួកគេបានប្រយុទ្ធហើយគាត់មានទ្រព្យសម្បត្តិជាច្រើនខ្ញុំមានន័យថាអ្នកដឹងទេគាត់បានឈ្នះទ្រព្យសម្បត្តិជាក់លាក់ប្រសិនបើអ្នកនិយាយដូច្នេះគាត់បានឈ្នះទ្រព្យសម្បត្តិជាក់លាក់លោកត្រាំមិនបានលើកឡើងពីអធិបតេយ្យភាពរបស់អ៊ុយក្រែនឬច្បាប់អន្តរជាតិនោះទេដោយចាត់ទុកថាកម្លាំងឈ្លានពានមានសិទ្ធិលើទ្រព្យសម្បត្តិដែលខ្លួនដណ្ដើមបានដោយកម្លាំងអាវុធលោកបានថ្លែងថាយើងជាប្រទេសតែមួយគត់ដែលចូលទៅឈ្នះសង្គ្រាមហើយបន្ទាប់មកចាក់ចេញដោយដែលយើងបានធ្វើនៅក្រោមប្រធានាធិបតី Bush នៅតំបន់មជ្ឈិមបូព្រាយើងចូលទៅយើងវាយកំទេចមនុស្សទាំងអស់បំផ្លាញទីកន្លែងហើយបន្ទាប់មកយើងចាក់ចេញអ្នកដឹងទេវាមិនសមហេតុផលទេមិនដែលសមហេតុផលទេបន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយលោក Zelensky លោកត្រាំបានបន្តមនោសញ្ចេតនាទាំងនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបានសរសេរថាអ៊ុយក្រែននិងរុស្ស៊ីគួរតែធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងខ្សែបន្ទាត់កម្មសិទ្ធិដែលត្រូវបានកំណត់ដោយសង្គ្រាមនិងភាពក្លាហាន goal. You need thousands of drones. It goes together with such missiles. Ukraine has such thousands of our production drones, but we don't have Tomahawks. That's why we need នៅក្នុងបទសម្ភាសន៍ជាមួយ NBC បន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយលោកត្រាំលោក Zelensky បានមានប្រសាសន៍ថាលោកយល់ថាវាមានន័យថាអ៊ុយក្រែននិងរុស្ស៊ីអាចបង្កកសង្គ្រាមតាមបណ្ដោយខ្សែបន្ទាត់ប៉ះទង្គិចបច្ចុប្បន្នប៉ុន្តែទីក្រុងគៀវមិនចាប់អារម្មណ៍ក្នុងការប្រគល់ទឹកដីបន្ថែមក៏ដល់លោកពូទីននោះទេលោក Zelensky បាននិយាយនៅក្នុងសន្ទរកថាប្រចាំយប់របស់លោកនៅថ្ងៃទី19 ខែតុលាថាយើងនឹងមិនផ្ដល់អ្វីដល់អ្នកឈ្លានពានឡើយទោះជាយ៉ាងណាក៏ដោយរុស្ស៊ីត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការគ្រប់គ្រងពេញលេញលើតំបន់ Donetsk ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃទី18 ខែតុលាដោយដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់អាមេរិកពីររូបថាលោកពូទីនបានប្រាប់លោកត្រាំថាលោកមានឆន្ទៈបោះបង់ចោលផ្នែកខ្លះនៃតំបន់សាប៉ូរីសេនិងតំបន់ខឺសូនរបស់អ៊ុយក្រែនដែលទាំងពីរត្រូវបានកាន់កាប់មួយផ្នែកដោយកងកម្លាំងរុស្ស៊ីដើម្បីជាថ្នូរនឹងតំបន់ Donetsk ទាំងមូលកាសែត Financial Times ក្រោយមកបានរាយការណ៍ថាលោកត្រាំបានជំរុញឲ្យលោក Zelensky ទទួលយកលក្ខខណ្ឌទាំងនេះក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគាត់មន្ត្រីអឺរ៉ុបម្នាក់ដែលដឹងអំពីកិច្ចប្រជុំនោះបានប្រាប់ Financial Times ថានៅក្នុងការសន្ទនាដែលពេលខ្លះបានប្រែក្លាយទៅជាការស្រែកជជែកគ្នាលោកត្រាំបានប្រាប់លោក Zelensky ថារុស្ស៊ីកំពុងឈ្នះសង្គ្រាមហើយនឹងបំផ្លាញអ៊ុយក្រែនប្រសិនបើទីក្រុងគៀវមិនធ្វើកិច្ចព្រមព្រៀងលោកត្រាំត្រូវបានគេរាយការណ៍ថាបានប្រាប់លោក Zelensky ថាប្រសិនបើលោកពូទីនចង់បានគាត់នឹងបំផ្លាញអ្នកមន្ត្រីអឺរ៉ុបរូបនោះបានអះអាងថាប្រធានាធិបតីអាមេរិករូបនេះបាននិយាយម្ដងហើយម្ដងទៀតនៅចំណុចឃោសនាជាច្រើនរបស់វិមានក្រំឡាំងក្នុងអំឡុងពេលកិច្ចប្រជុំលោកត្រាំបាននិយាយថាលោកពូទីនបានប្រាប់លោកផងដែរថាការឈ្លានពានលើអ៊ុយក្រែនគឺជាប្រតិបត្តិការពិសេសមិនមែនជាសង្គ្រាមទេ
លោកត្រាំក៏បាននិយាយផងដែរថាសេដ្ឋកិច្ចរុស្ស៊ីកំពុងដំណើរការយ៉ាងល្អយោងតាមមន្ត្រីរូបនោះលោកត្រាំក៏បានខឹងសម្បាជាមួយនឹងផែនទីសមរភូមិរបស់អ៊ុយក្រែនហើយបានបោះវាចោលដោយនិយាយថាលោកធុញទ្រាន់នឹងការមើលផែនទីទាំងនេះលោកត្រាំត្រូវបានចោទប្រកាន់ថាបាននិយាយថាខ្សែក្រហមនេះខ្ញុំមិនដឹងថាវានៅឯណាផងទេខ្ញុំមិនដែលទៅទីនោះទេទីភ្នាក់ងារសារព័ត៌មានរយតបានរាយការណ៍នៅពេលក្រោយនៅថ្ងៃទី19 ខែតុលាដោយដកស្រង់ប្រភពរបស់ខ្លួនថាលោកត្រាំបានស្នើផ្ដល់ការធានាសន្តិសុខដល់ភាគីទាំងពីរដែលកំពុងធ្វើសង្គ្រាមដែលធ្វើឲ្យគណៈប្រតិភូអ៊ុយក្រែនភ្ញាក់ផ្អើល What they should do is just stop at the lines where they are, the battle lines. You have a battle line right now. The rest is very tough to negotiate. If you're going to say, you take this, we take that, there's so many different permutations. នៅពេលល្ងាចក្រោយមកនៅថ្ងៃទី20 ខែតុលាខណៈពេលកំពុងឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៅលើ Air Force One លោកត្រាំបានបដិសេធមិនបាននិយាយថាលោកបានប្រាប់លោក Zelensky ថាអ៊ុយក្រែននឹងត្រូវប្រគល់តំបន់ Donbas ដើម្បីធានាបាននៅបទឈប់បាញ់នោះទេលោកត្រាំបានថ្លែងថាយើងមិនដែលពិភាក្សាពីរឿងនោះទេយើងគិតថាអ្វីដែលពួកគេគួរធ្វើគឺគ្រាន់តែបញ្ឈប់នៅតាមខ្សែបន្ទាត់ដែលពួកគេកំពុងស្ថិតនៅខ្សែបន្ទាត់ប្រយុទ្ធចំណែកនៅសល់គឺពិបាកក្នុងការចរចាណាស់លោកត្រាំបានបន្ថែមថាខ្ញុំគិតថា 78% នៃទឹកដីមានចំនួនត្រូវបានរុស្ស៊ីដណ្ដើមយកទៅហើយអ្នកទុកវាឲ្យនៅដដែលទៅពួកគេអាចចរចាអ្វីមួយតាមបន្ទាត់នោះបានសំណើចុងក្រោយរបស់លោកពូទីនបានបង្ហាញពីការផ្លាស់ប្ដូរពីជំហរមុនរបស់លោកនៅក្នុងខែមេសានៅពេលដែលលោកបានទទូចថាកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែផ្ដល់ឲ្យរុស្ស៊ីនៅការគ្រប់គ្រងពេញលេញលើតំបន់គ្រីមៀបូករួមទាំងតំបន់ទាំង4ដែលត្រូវបានកាន់កាប់មួយផ្នែកនាពេលបច្ចុប្បន្ននេះផងដែរគឺ Donetsk, Luhansk, Zaporizhzhia និង Kherson ទោះបីជាវាជាការយល់ព្រមបោះបង់ចោលទឹកដីតិចតួចក៏ដោយវានឹងតម្រូវឲ្យអ៊ុយក្រែនប្រគល់ទឹកដីដែលរុស្ស៊ីមិនអាចដណ្ដើមបានបន្ទាប់ពីការប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំបើទោះបីជាមានគុណសម្បត្តិសំខាន់ៗនៅក្នុងកម្លាំងមនុស្សនិងឧបករណ៍យោធាក៏ដោយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បាននិយាយកាលពីថ្ងៃទី19 ខែតុលាថាអ៊ុយក្រែនមិនគួរត្រូវបានដាក់សម្ពាធឲ្យបោះបង់ចោលទឹកដីរបស់ខ្លួនឡើយលោក Tusk បានសរសេរនៅលើបណ្ដាញសង្គម X ថាយើងទាំងអស់គ្នាមិនគួរដាក់សម្ពាធលើលោក Zelensky នៅពេលនិយាយអំពីការយល់ព្រមបោះបង់ទឹកដីនោះទេយើងទាំងអស់គ្នាគួរតែដាក់សម្ពាធលើរុស្ស៊ីដើម្បីបញ្ឈប់អំពើឈ្លានពានរបស់ខ្លួនគោលនយោបាយផ្គាប់ចិត្តអ្នកឈ្លានពានមិនដែលជាផ្លូវទៅរកសន្តិភាពប្រកបដោយយុត្តិធម៌និងស្ថិតស្ថេរឡើយ